សម្រាប់កាពើយើងយកអាណាថ្មីស្រស់ល្អមកហើយកាពើនេះគឺខ្ញុំប្រើតែចំនួន1ខាំទេរើសធ្វើម៉េចកុំឲ្យមានកូនត្រីក្នុងនឹងហើយខ្ញុំដាក់ត្រាំជាមួយទឹកកកហើយនឹងទឹកសូដាចោលសិនចាំយើងទៅរៀបចំធ្វើគ្រឿងផ្សេងទៀតខ្ទឹមសយើងប្រើ5-6កាពើម្ទេសតិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនឹងយើងបន្ថែមស្ករសបន្តិចមកដើម្បីឲ្យបុកឆាប់ម៉ត់ល្អហើយវាអត់ខ្ទាតទៀតបុកខ្ទឹមជាមួយនឹងម្ទេសឲ្យម៉ត់ល្អហើយចាំដាក់សណ្តែកគួរចូលសណ្តែកគួរនេះមិនបាច់ចាំបុកឲ្យម៉ត់ពេកទេបងប្អូនយកមកទុកមកល្មមហើយគ្រឿងដែលសំខាន់គឺប្រហុកបងប្អូនសម្រាប់ប្រហុកនេះយើងប្រើ5-6កន្ទុយច្រាំវាឲ្យម៉ត់ល្អមកហើយខ្ញុំបន្ថែមទឹកត្រីបន្តិចប៊ីចេងកន្លះស្លាបព្រាកាហ្វេហើយស្ករគឺខ្ញុំប្រើជាស្ករត្នោតចិត្តកន្លះស្លាបព្រាបាយចុងក្រោយគេយើងច្របាច់ក្រូចឆ្មាចូលមកមុខនេះគឺយើងយករសជាតិរាងជូរតែចេះឲ្យក្រូចឆ្មាត្រូវប្រើរាងច្រើនដំបូងនេះគឺខ្ញុំច្របាច់ចូលមកផ្លែកូរច្របល់គ្រឿងក្រៅទាំងអស់នឹងឲ្យចូលជាតិមកល្មមបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់មុខនេះបើសិនជាបងប្អូនណាដែលអត់ចង់ដាក់កាពើទេញ៉ាំតែប៉ុណ្្នឹងក៏បានដែរអានេះគេហៅថាបុកសណ្តែកគួរទេអញ្ចឹងណាហើយកាពើនេះខ្ញុំត្រាំវាប្រហែលជាខ្ទង់20នាទីយើងយកវាទៅសម្រិតយកទឹកសូដាចេញទុកវាឲ្យស្រស់ទឹកបន្តិចមកបងប្អូនកុំដាក់ទឹកអ៊ីចូលក្នុងនឹងដាក់ចូលហើយមិនបាច់ចាំបុកទៀតទេគ្រាន់តែយកស្លាបព្រាកូរច្របល់វាឲ្យចូលជាសព្វល្អទៅតែប៉ុណ្ណឹងគឺរួចរាល់ហើយបន្ទាប់ពីខ្ញុំដាក់កាពើចូលហើយខ្ញុំភ្លក់មើលម្ដងទៀតណាបងប្អូនព្រោះអីពេលដែលដាក់កាពើចូលទៅវាអាចនឹងរាងសាបជាងមុនឬក៏ស្ទើរជូរស្ទើរអីចឹងទៅហើយសម្រាប់ខ្ញុំគឺបន្ថែមក្រូចឆ្មាបន្តិចទៀតមកគឺត្រូវរសជាតិឆ្ងាញ់ហើយចុងក្រោយគេគឺយើងបន្ថែមជីបងប្អូនដែលមានជីអាណាដាក់ជីអាណាឬក៏ជីអង្កាមក៏បានដែរតាមចំណង់ចំណូលចិត្តដាក់ជីចូលកូរច្របល់តែ 4-5 ត្រឡប់ទៀតទៅគឺរួចរាល់ហើយសម្រាប់មុខនេះយើងអាចប្រើជាមុខម្ហូបញ៉ាំបាយក៏បានញ៉ាំលេងក៏បានឬក៏ប្រើជាគ្រឿងក្លែមក៏ត្រូវដែររសជាតិគឺខ្ញុំអត់យកប្រៃខ្លាំងពេកទេបងប្អូនប៉ុន្តែធ្វើម៉េចឲ្យបានរាងជូរបន្តិចហឹរបន្តិចមកហើយ